ដើម្បីជួយលក់ស្បែកក្តោប1 លានគីឡូឲ្យបានតម្លៃល្អខ្ញុំលក់ផ្ទះចោលដើររកទីផ្សារពីពេញប្រទេសតែដល់ថ្ងៃចែកភាគលាអ្នកភូមិទាំងមូលយកមកឈរនៅមុខផ្ទះខ្ញុំចេញយ៉ាងហេតុអីបានអញយក30000អ្នកភូមិយើងម្នាក់បានតែ2000ជាហេតុអីអញ្ចឹងរៀនសៀវភៅនៅចិត្តក៏រឹងរូសដូចឆ្កែឆ្កួតអ្នកភូមិក្រវែងចំណែកខ្ញុំចោលហើយដឹកទីផ្សារចេញពីភូមិងាកមកធ្វើចំនួនកសិកម្មដើមឆ្នាំបន្ទាប់ពេលអ្នកភូមិឃើញស្បែកក្តោប2 លានគីឡូលួយក្នុងស្រែដោយលក់មិនចេញភូមិនាំអ្នកទាំងអស់មកលុបជង្គង់មុខក្រុមហ៊ុនខ្ញុំអង្វរឲ្យខ្ញុំទិញស្បែកក្តោបតែខ្ញុំគ្រាន់តែសើចចំក្រុមហ៊ុនខ្ញុំមិនទទួលរបស់អត់តម្លៃចេញយ៉ាកិននេះមិនត្រឹមត្រូវទេពូដាសានមិនត្រឹមត្រូវត្រង់ណាហេតុអីបានឯងយក30000យើងរាប់សិបគ្រួសារធ្វើការអស់ពីកម្លាំងចប់មកម្នាក់បានតែ2000ជាពូដាសានកិច្ចសន្យាខ្ញុំជាអ្នកចុះទីផ្សារខ្ញុំជាអ្នកគ្មានខ្ញុំទេស្បែកក្តោបនេះនៅរលួយខ្ញុំយកអ្វីដែលខ្ញុំសំនឹងទទួលទីផ្សារមិនទីគ្រាន់តែលើកទូរស័ព្ទយើងទុកចិត្តឯងទៅឲ្យទៅឥឡូវរកលុយបានហើយឯងចង់ធ្វើមនុស្សកុំភ្លេចអីគេមនុស្សហិតគុណឆ្កែឆ្កួតអញ្ចឹងអ្នកថាខ្ញុំយកច្រើន30000នេះខ្ញុំមិនយកមួយកាក់ទេឲ្យអ្នកទាំងអស់គ្នាយ៉ាងហ្វៃចាំបន្តិចមីងមានរឿងយ៉ាងសីនេះជាអ្វីដែលឯងសមនឹងទទួលមីងមិនអាចឲ្យឯងអាម៉ាស់អញ្ចឹងទេនេះតាមផែនការដើមលុយដែលគ្រួសារឯងគួរទទួលឯងមិនបានប៉ះទេមីងលុយនេះខ្ញុំមិនអាចយកទេខ្ញុំថាឲ្យមិនយកមួយកូនឲ្យហេតុអីបានរឹងរូសសម្លេះពួកគេដូចជាឆ្កែចោកដែលមិនចេះដឹងគុំទៅខឹងគេអីយកលុយនេះទៅក្រុមក៏ត្រូវចាយដែរខ្ញុំមិនមែនចង់ប្រកាន់ខ្ញុំពិតជាមិនចង់បាននៅភូមិនេះមានតែអ្នកមីងទេដែលចាត់ទុកខ្ញុំជាមនុស្សលុយនេះទុកឲ្យអ្នកមីងក្រោយមកចង់ធ្វើអីគុំទៅសង្ឃឹមគេអញ្ចឹងក្រោយមកឯងមានគម្រោងអីទៀតទៅក្រុងមិត្តភក្តិរៀនជាមួយគ្នានៅទីនោះអាចរកការងារឲ្យខ្ញុំល្អហើយកូនល្អភូមិនេះឯងដែលមិនល្អចំពោះឯងណែចេញយ៉ាងឯងរត់ទៅណាបាត់ទៅមិនប្រាប់មួយម៉ាត់លេខទូរស័ព្ទរបស់ចៅហ្វាយទិញស្បៃដែលអញទុកផ្ញើមកឲ្យខ្ញុំឆ្នាំក្រោយយើងនៅតែចង់ត្រូវរំខានគាត់ទៀតហើយអូខេខ្ញុំផ្ញើឲ្យអូខេល្អហើយចេញយ៉ាងកុំខឹងអីអ្នកភូមិគ្នាឲ្យលុយបន្តិចបន្តួចមិនអីទេឆ្នាំក្រោយរកលុយបានមិនភ្លេចឯងទេតែលេខនោះជាលេខចាស់ខ្ញុំឥឡូវខ្ញុំលែងប្រើអញទូរស័ព្ទទៅប្រាប់ថាមកពីភូមិថ្មក៏បានគាត់ដឹងហើយអូខេបិទទូរស័ព្ទហើយសុបិនចង់បានលុយជួបគ្នាឆ្នាំក្រោយពួកគេមិនមែនជាមនុស្សទេចេញយ៉ាងអញល្អពេកហើយទើបពួកឆ្កែចោកទាំងនេះហ៊ានជីមុន15-30000បើគ្មានខ្ញុំជួយទប់ទេគេអាចរកលុយបានមួយកៃលើនេះឆ្លងទន្លេភ្លេចអ្នកជួយហួសហើយឯងគួរតែដឹងហើយជាមួយពួកគេគ្មានអីត្រូវនេះលើកនេះបើមិនមែនខ្ញុំជួយឯងខ្ញុំចុះឈ្មោះលេខថ្មីដោយប្រើអត្តសញ្ញាណប័ណ្ណលេងរឿងចៅហ្វាយធំមកទិញស្បៃគេអាចជឿទេចៅលើយលើកនេះអរគុណហើយនិយាយបែបនេះឆ្ងាយពេកបងប្អូនប្រុសមានប្រយោជន៍មិនមែនសម្រាប់ពេលនេះទេកិច្ចសន្យាជារបស់ក្រុមហានិភ័យគឺយើងទទួលបើគ្មានខ្ញុំទេរឿងនេះមិនចប់ទេឯងយក30000នោះទៅនោះជាថ្លៃជឿទុកចិត្តដែលឯងសមនឹងបានអូគេមិនបានតាក់ទងឯងទៀតទេលីតាសានទូរស័ព្ទមកចង់បានលេខទំនាក់ទំនងរបស់ថៅកែធំនោះអញឲ្យគេហើយឈួតហើយឲ្យទៅគេតែខ្ញុំយកលេខដែលខ្ញុំបោះបង់លេខទូរស័ព្ទដែលមិនប្រើហើយឲ្យទៅហើយខ្ញុំក៏បាក់ស៊ីមកាត់ចោលនៅទីនោះហាពូកែណាឲ្យលេខទេទៅគេខ្ញុំចង់ឃើញមុខគេនៅឆ្នាំក្រោយពេលឃើញស្បៃក្តោបរាប់រយតោនហើយយំខ្ញុំមិនចង់ឃើញទេខ្ញុំចង់នៅឲ្យឆ្ងាយពីគេនិយាយត្រូវមិនចាំបាច់តាក់ទងជាមួយមនុស្សល្ងីល្ងាទាំងជំហានបន្ទាប់គិតយ៉ាងម៉េចក្រុមហ៊ុនខ្ញុំទើបតែចង់ពង្រីកដេប៉ាតឺម៉ង់ធ្វើការលក់ផលិតផលកសិកម្មពូកែខាងនេះមកជួយខ្ញុំល្អដំឡូងជ្វាភ្នំខ្ពស់មួយដុំនេះ300តោនបន្ថែមថ្លៃ15ប្រាប់ដៃគូត្រូវតែធ្វើតាមស្តង់ដារតម្រៀបរបស់យើងយ៉ាងបើត្រាខូចលើស3ត្រូវបញ្ជូនមកពិនិត្យវិញយកហើយលោកចេងពូកែណាស់លោកចេងដេប៉ាតឺម៉ង់នេះទើបតែចាប់ផ្ដើមចំណូលប្រចាំខែឈានដល់2លានឯងនឹងយកអាជីវកម្មចម្បងរបស់ខ្ញុំទៅហើយមិនទាន់គ្រប់គ្រាន់ទេនេះគ្រាន់តែជាការចាប់ផ្ដើមខ្សែសង្វាក់គ្រប់គង់មិនទាន់ជ្រៅគ្រប់គ្រាន់ទេឯងនេះពិតជាមនុស្សធ្វើការមែនភ្លេចរឿងអាក្រក់នៅភូមិហើយមែនទេមនុស្សនឹងរឿងដែលមិនផ្ដល់ផលមិនចាំបាច់ចងចាំទេគឺចេញយ៉ាងកុំមើលរបាយការណ៍ហើយចង់មើលរឿងល្អទេរឿងអីខ្ញុំឲ្យគេទៅស៊ើបការនៅភូមិគេឆ្នាំនេះគេឃើញផលចំណេញហ៊ានធំហើយដាំស្បៃក្តោបពេញដីទាំងអស់ស្បៃក្តោបធំស្បៃក្តោប2សេនក្នុង1គីឡូ2សេនក្នុង1គីឡូអ្នកមើលទិញមិនទិញក៏មកមើលបានស្បៃក្តោប2សេនកន្លះ1ទិន្នផលច្រើនជាងឆ្នាំមុន5យ៉ាងហោចណាស់2លានគីឡូគេសុំនឹងទទួលហើយឥឡូវប្រហែលជាស្ដាយក្រោយអស់លេខនោះប្រហែលជាត្រូវលីដាសានហើយរហូតដាច់ថ្មហើយវាមិនមែនរឿងខ្ញុំទេពិតជាមើលងាយគេណាស់ស្បៃក្តោប2លានគីឡូតម្លៃ2សេនកន្លះក៏លក់មិនចេញដែរបើស្បៃក្តោបក៏កុញហើយក្តៅមិនដល់3ថ្ងៃទេវានឹងរលួយអស់គ្រោះមហន្តរាយរបស់គេទើបតែចាប់ផ្ដើមលក់អីបានផ្សារក្នុងក្រុងស្ទះអស់ហើយគ្មានកន្លែងឈរសោះតម្លៃ10សេន1គីឡូក៏គ្មានខ្ញុំបន្ថយពី10សេនមក5សេនអ្នកទិញកិច្ចពីយើងដូចគេជំងឺគេថារបស់យើងជារបស់ឥតប្រយោជន៍ឲ្យដោយឥតគិតថ្លៃក៏គេថាយកមកវិញខ្ញុំខាតថ្លៃប្រេងឡានព្រះឲ្យហេតុអ្វីបានជាខ្ញុំអាក្រក់ម្លេះខ្ញុំដាំស្បៃក្តោបអស់5ហិកតាឯងរលួយអស់ហើយនៅក្រោមដីក៏រលួយដែរបើស្បៃក្តោបក្តៅ3ថ្ងៃទៅវានឹងខ្លាយជាភពអ្នកមីងលីមិនមែនថាផ្លូវលក់មិនមានបញ្ហាទេមិនមែនថាអ្នកហៅទូរស័ព្ទទិញមកទិញភ្លាមទេឯណារថយន្តមកឯងស្រែកដាក់ខ្ញុំធ្វើអីលេខនោះចាញ់យ៉ាងឲ្យមកខ្ញុំដឹងថាហេតុអីទូរស័ព្ទមិនចេញឯងមិនហៅទៀតទេថ្ងៃនេះបើមិនយកអ្នកទិញមកអ្នកភូមិទាំងមូលនឹងសម្លាប់ឯងហើយឥឡូវបើកសំឡេងឲ្យយើងស្ដាប់សុំទោសលេខដែលអ្នកហៅមិនមានក្នុងប្រព័ន្ធលេខនេះមិនមានទេមិនអាចទេចាញ់យ៉ាងផ្ញើឲ្យខ្ញុំច្បាស់ណាស់ឯងជាអ្នកបោកមិនមែនថាបានលេខទូរស័ព្ទហើយដូចបានដាំចាញ់យ៉ាងមនុស្សឥតគុណនោះហើយដែលធ្វើអាក្រក់គាត់ឲ្យលេខคล้ายៗមកយើងឯងនិយាយកុហកពេលនៅក្នុងវត្តអ្នកណាជាអ្នកនាំមកគ្រាន់តែទូរស័ព្ទទៅប៉ុណ្ណេះណាថាគ្មានលុយយើងនៅយើងជឿពីឲ្យអ្នកខុសធ្វើឲ្យព្រះទ្រព្យខឹងចេញឥឡូវអ្នកឲ្យលេខคล้ายៗមកខ្ញុំដាំស្បៃនេះខ្ចីលុយគេ50000នៅស្រុកនេះជាលុយសុទ្ធសាធអាយុខ្ញុំវែងណាស់ទៅសុំយ៉ាងជួយយើងដឹងថាខុសហើយយើងយកចិត្តល្អគេមកធ្វើជាអាក្រក់អ្នកនាំមុខទៅក្រាបសុំទោសគាត់ទុនចិត្តប្រកាសជាជួយយើងប្រាប់តាធំទៅរកឆេងយ៉ាង
ពីដើមអ្នកមើលសៀវភៅកណិតអ្នកនាំមុខធ្វើរឿងអ្នកត្រូវទទួលខុសត្រូវរកគាត់មកវិញទៅរកឯណាគាត់បំបែកស៊ីមទូរស័ព្ទចោលហើយទីក្រុងធំប៉ុន្មានសែនអ្នកខ្ញុំទៅណាក្រាបគាត់ខ្ញុំហាក់ដឹងថាបងយ៉ាងណីណាអ្នកថាអីនៅឯណាខ្ញុំមានបងប្អូនជីដូនធ្វើអ្នកយាមនៅក្រុមហ៊ុនអនឡាញប៉ុន្មានថ្ងៃមុនគាត់បង្ហោះថាក្រុមហ៊ុនគាត់មានអ្នកថ្មីជាអ្នកគ្រប់គ្រងធំនាំគេធ្វើគម្រោងកសិកម្មរាប់សែនបងជីដូនមួយខ្ញុំថតរូបប្រជុំគេមនុស្សនោះដូចបងយ៉ាងណាស់នេះយ៉ាងឲ្យព្រះឲ្យគាត់ខ្លាចជាចៅហ្វាយធំយើងខ្វាក់ភ្នែកមកខាងណាធ្វើឲ្យព្រះពិតខឹងគោក្រុមហ៊ុនបងជីដូនមួយអ្នកឈ្មោះអីនៅឯណាព្រះឲ្យអាគារនេះខ្ពស់ណាស់មើលទៅវិលមុខតាធំនេះកន្លែងយ៉ាងយើងវង្វេងឬអត់កន្លែងនេះគួរឲ្យខ្លាចចូលទៅត្រូវចេញលុយឬអត់មិនវង្វេងទេថេងហ្វីគីជីបងជីដូនមួយខ្ញុំផ្ញើពាក្យនេះទាំងអស់គ្នាប្រុងប្រយ័ត្នកុំធ្វើដូចអ្នកសុំទានអាម៉ាស់យើងមកអញ្ជើញគេមិនមែនមកសុំបាយទេចូលទៅហើយស្ដាប់តាមបញ្ជាខ្ញុំទាំងអស់គ្នាកុំឲ្យអ្នកណានិយាយរញ៉េញ៉ៃសួស្ដីលោកស្រីតើបានកក់ទុកមុនទេគឺត្រូវការរកនាយកដ្ឋានណាមួយអត់ទេយើងអត់បានកក់ទុកយើងមករកឈ្មោះចេញយ៉ាងតើលោកនៅនាយកដ្ឋានណាលោកចេញយ៉ាងយើងត្រូវពិនិត្យមើលសិននាយកដ្ឋានអីយើងមិនដឹងចាគឺនិស្សិតដែលចេញពីភូមិថ្មរៀងខ្ពស់ស្គមស្គាំងអ្នករកលោកចេញជាចៅហ្វាយចេញអីលោកចង់និយាយពីនាយកដ្ឋានកសិកម្មថ្មីចេញយ៉ាងជាចៅហ្វាយគាត់ខ្លាចជាចៅហ្វាយហើយមិនទាន់ដល់1ឆ្នាំផងចប់ហើយដាសាននិយាយបងយ៉ាងគាត់ខ្លាចជាមន្ត្រីធំឥឡូវលោកចេនកំពុងប្រជុំបើលោកមិនអីទេសូមទៅរងចាំនៅបន្ទប់ខ្ញុំនឹងជូនដំណឹងទៅជំនួយការលោកចេនសូមលោកទទួលទានបន្តិចអីកុំញ៉ៃញ៉ៃបើបែកហើយឯងសងបានទេដាសានយើងខុសហើយពីដើមយើងមិនគួរបណ្ដេញគាត់ទេស្បៃ2លានគីឡូធ្វើម៉េចពូដាសានមើលនរណានោះប្រពន្ធសង្គ្រោះយើងផងស្បៃក្នុងភូមិរលួយអស់ហើយសន្តិសុខចាប់ពួកនេះចេញទៅយើងខុសហើយយើងមកសុំទោសពិតសូមឲ្យផ្លូវរស់ផងចាវលីលោកចេននាំពួកគេទៅបន្ទប់ប្រជុំតូចជាន់កុំឲ្យនៅទីនេះប្រឡាក់ក្រុមហ៊ុននិយាយមករកខ្ញុំមានរឿងអីលោកចេនស្បៃក្នុងភូមិរលួយអស់ឥឡូវឆ្កែក៏មិនហ៊ានទៅទីលានវីស្កូនោះជាជីវិតអ្នកភូមិទាំងមូលនិយាយចប់ហើយអញ្ចឹងថ្ងៃនេះមកយំនៅក្រុមហ៊ុនខ្ញុំចង់ឲ្យខ្ញុំជួយយកស្បៃនោះស្បៃក្តោបរលួយ200,000លោកចេញត្រូវហើយលោកចិនយើងដឹងថាលោកមានវិធីផ្លូវសម្ងាត់នោះអ្នកម្ចាស់ធំមានតែលោកទេសូមមេត្តាជួយទូរស័ព្ទទៅអ្នកភូមិផ្លូវសម្ងាត់អ្នកម្ចាស់ធំលីតាសាបើកភ្នែកមើលឲ្យច្បាស់នេះគឺជាប្រធានក្រុមហ៊ុនថេងហ្វីចៅស៊ឺក៏ជាមិត្តរួមបន្ទប់ខ្ញុំ4ឆ្នាំនៅសាកលវិទ្យាល័យឆ្នាំមុនអ្នករាល់គ្នានិយាយថាអ្នកម្ចាស់ធំទិញស្បៃក្តោបគឺគាត់នេះហើយផ្លូវសម្ងាត់នោះគឺក្រុមហ៊ុនគាត់អ្នករាល់គ្នាគិតថាមានបាយធ្លាក់ក្រុមហ៊ុនយើងចំនួនសំខាន់គឺបច្ចេកវិទ្យាជួយកសិកម្មមិនទិញវត្ថុធាតុដើមស្រស់ទេឆ្នាំមុនដែរចេញ 18,000 ទិញស្បៃក្តោប3ដោយសារតែចេញយ៉ាងកិច្ចសន្យាគឺយើងចេញតម្លៃខ្ពស់ជាងទីផ្សារ28គឺខ្ញុំសម្រាប់យន្តគឺខ្ញុំជួលថ្លៃទាំងអស់នេះតើតាក់ទងនឹងភូមិថ្មរបស់អ្នកទំនងតែមួយគត់គឺគាត់ប្រើកិត្តិយសផ្ទាល់និងមិត្តភាពយើងដើម្បីធានាឲ្យអ្នករាល់គ្នាដែលឥតដឹងគុណឆ្នាំមុន 18,000 អ្នកគិតថាខ្ញុំយក 30,000 ច្រើនគិតថាខ្ញុំគ្រាន់តែនិយាយ 30,000 នោះគឺជាប្រាក់ការពារហានិភ័យដែលខ្ញុំគួរបើស្បៃក្តោបមានថ្នាំសម្លាប់បើខូចពេលដឹកជញ្ជូនអ្នកសងការខូចខាតគឺខ្ញុំចំណែកអ្នកវិញអ្នកលោភលន់មើលមិនឆ្ងាយល្ងងខ្លាំងណាស់អ្នកបានលេខទូរស័ព្ទទេនោះគិតថាបានចាន់មាសហើយនៅពីក្រោយខ្សែចំអកថាខ្ញុំឥតឥឡូវអ្នកស្លាប់រស់តើតាក់ទងអ្វីនឹងខ្ញុំហេតុអ្វីខ្ញុំត្រូវប្រើធនធានក្រុមហ៊ុនដើម្បីសងការល្ងងរបស់អ្នកលោកចិនគុំយើងខុសហើយយើងមិនមែនជាមនុស្សយើងខ្វាក់ភ្នែកណាស់យកចិត្តល្អរបស់លោកមកធ្វើជារឿងស្រីស្អាតឲ្យខុសទាំងអស់គឺខ្ញុំទេមើលតែថាយើងនៅភូមិតែមួយសូមជួយយើងផងបើអូនមើលគេស្លាប់អ្នកភូមិទាំងអស់នឹងមកគូក្បាលស្លាប់នៅរោងចក្រឡើងមកនៅភូមិតែមួយពេលលីតាសានគូទៅចែកលុយនៅវត្តហេតុអីមិនថាយើងនៅភូមិទេអ្នកទាំងអស់គ្នារួមគ្នាបណ្ដេញខ្ញុំចេញពីភូមិគិតថាមានផ្លូវលក់ហើយសុខសប្បាយមិននឹកថាយើងនៅភូមិតែមួយទេឥឡូវអស់ផ្លូវហើយមកលុតជង្គង់អិនក្បាលនៅមុខខ្ញុំប្រាសិលធေါ်ចង់ខ្ញុំមិនគិតថាគួរឲ្យសាច់បើសុំទោសមានប្រយោជន៍ត្រូវការកិច្ចសន្យានឹងច្បាប់ធ្វើបើលុតជង្គង់ដោះស្រាយបាន2លានគីឡូតើវិជាពាណិជ្ជកម្មនៃណាខ្ញុំមិនជួយអ្នកទាំងអស់គ្នាទេអូនចាងភ្ញាក់ឡើងចឹងយើងចាំតែស្លាប់ទេស្លាប់មិនស្លាប់ទេទៅរកអ្នកនេះតាមបនគាត់អាចទិញទំនិញអ្នកទាំងអស់រោងចក្រកែច្នៃចំណីហុងហ៊ូរោងចក្រចំណីយ៉ាងហ្វឺលោកឲ្យបានខុសហើយយើងដាំស្បៃក្តោបមិនមែនស្មៅជ្រូកទេត្រូវឲ្យរោងចក្រចំណីគេទិញបន្លែផ្លែឈើដែលរលួយនិងខូចគុណភាពយកមកធ្វើចំណីជ្រូកស្បៃរលួយ2លានគីឡូរបស់អ្នកយ៉ាងហ្វឺនឹងចាប់អារម្មណ៍ចឹងគេឲ្យតម្លៃប៉ុន្មាន1.10 ឬ 8 សេនក៏បាន1.18 សេនលីតាសានឯងនៅសុបិនទេលក់បាន2-3សេនក្នុង1គីឡូទើបអ្នកមានសំណា2-3សេនដូចឲ្យឥតគិតថ្លៃប្រាក់កម្ចី 50,000 ខ្ញុំសង្វិញដូចម្ដេចបានអូយជីវិតខ្ញុំអស់ហើយឲ្យឥតគិតថ្លៃគឺខាត់ឈាមលក់ត្រឹម 2-3 សេនទើបអាចយកដើមវិញបន្តិចទេប្រសើរជាងត្រូវគេជំពាក់ប្រាក់សង្កត់ស្លាប់ខ្ញុំឲ្យលេខទំនាក់ទំនងចង្អុលផ្លូវឲ្យហើយនេះដោយសារយើងនៅភូមិតែមួយខ្ញុំទុកសេចក្តីថ្លៃថ្នូរចុងក្រោយឥឡូវយកនាមបនហើយចេញទៅពីថ្ងៃនេះតើខ្ញុំឆេនយ៉ាងមិនជាប់ពាក់ព័ន្ធនឹងភូមិថ្មទៀតទេតែអ្នកស្លាប់ឬរស់ក្រឬមានគឺមិនតាក់ទងនឹងខ្ញុំទេចេញទៅចេញពីផ្លូវខ្ញុំទៅបន្លែខ្ញុំស្រស់ជាងគេឥឡូវជារបស់បន្លែក្រោមអ្នកស្អុយអ្នកណាហ៊ានថ្ងៃនេះខ្ញុំនឹងប្រយុទ្ធដើម្បីយកឲ្យអស់ពីកម្លាំងចាំអ្នកវីគ្នារហូតខួរក្បាលខ្ញុំនឹងសម្អាតអ្នកទាំងឈប់វីគ្នាទៅតម្រង់ជួរតាមខោទៅ
អូនិយាយពីលីដាសេនរបស់អ្នកបើមិនមែនឆ្កែចាស់ឯងនាំគេគិតរឿងឆេនយ៉ាងទេយើងមិនដល់ថ្នាក់នេះទេអញហ៊ានចង្អុលបង្គាប់ទៀតវីស្លាប់បើវីទៀតខ្ញុំនឹងដើរចេញឥឡូវមើលបន្លែអ្នកស្អុយអស់ជ្រូកស៊ីក៏រៀតដែរតម្លៃបដូរហើយ1សេន1គីឡូលក់អត់មិនលក់ខ្ញុំទៅឥឡូវលក់យើងលក់សុំកុំទៅប្រពន្ធគេលក់បន្លែអស់ហើយ1សេន1គីឡូឲ្យជ្រូកស៊ីអ្នកភូមិវីគ្នារញ៉េញ៉ៃដាសានត្រូវគេទាត់បាក់ឆ្អឹងចំណេះក៏រញ្ជួយភូមិវិនិច្ឆ័យហើយមីងសុំទោសជំនួសគេហើយអរគុណចំពោះផ្លូវរស់ដែលអញឲ្យរឿងភូមិថ្មចប់ហើយរឿងខ្ញុំទើបតែចាប់ផ្ដើមឆេនយ៉ាងកន្លែងនេះធម្មជាតិពិតជាល្អដីក៏មានជីជាតិតែផ្លូវនេះជាផ្លូវមនុស្សដើរអត់ឡាន off-road របស់យើងខូចពោះដីអស់ហើយថ្លៃដឹកជញ្ជូនខ្ពស់ពេករបស់ល្អមិនដែលនៅកន្លែងងាយស្រួលទេបន្លែនៅទីនេះគ្មានដានថ្នាំពុលឬជីគីមីតនេះពិតមែនតែភូមិនេះក្រីក្រណាស់ជាងភូមិថ្មរបស់ឯងអ្នកភូមិដឹងអីពីការដាំតាមស្តង់ដារកុំនិយាយឈ្មោះនោះនៅមុខខ្ញុំមើលមនុស្សដឹកនាំផងនៅលើភ្នំវាខ្វះខាតមានតែរដប់ដែលយើងជាងសូមលោកទាំងពីរពិសាតិចវាងយើងនិយាយត្រង់ទៅរ៉ាឌីភ្នំនិងស្បៃដែលអ្នកដាំគុណភាពល្អក្រុមហ៊ុនខ្ញុំចង់តាមតម្លៃទីផ្សារបច្ចុប្បន្នហើយបន្ថែម5ទៀតលោកចៅអរគុណដែលមកពីឆ្ងាយតែតម្លៃនេះខ្ញុំមិនលក់ទេវាងគុំលោកខ្លួនពេក5ច្រើនហើយផ្លូវភ្នំវាច្រើនកោថ្លៃដឹកជញ្ជូនយើងទាំងអស់លោកចៅនេះមិនមែនលោកទេភូមិយើងដាំដោយគ្មានជីគីមីស្មៅដោយដៃទាំងអស់ជីកសិករចិញ្ចឹមដីទិន្នផលតិចជាងកន្លះនៃផ្ទះកញ្ចក់តម្លៃទីផ្សាររបូក5អ្នកភូមិមិនបានថ្លៃប្រេងអំបិលវិញទេយើងក្រតែមិនលក់បន្លែថោកទេបើមិនលក់ទេទុកឲ្យរលួយធ្វើជីក៏មិនបំផ្លាញដីនេះដែរល្អណាស់មិនលក់ថោកវាងអ្នកឆ្លាតហើយរឹងរូសខ្ញុំមិនគិតតាមតម្លៃធម្មតាទេខ្ញុំឲ្យខ្ពស់តម្លៃទិញពីផ្សារទំនើបក្នុងក្រុង30ទិញផ្ដាច់មុខបន្លែភូមិយើងពេញមួយឆ្នាំឈួតហើយ30ថ្លៃដើមនឹងផ្ទុះលោកចៅគ្មានបាយធ្លាក់ពីលើមេទេអ្នកឲ្យតម្លៃខ្ពស់ម្លេះតើយើងត្រូវឲ្យអ្វីមកជីវិតរបស់អ្នកមកវិញទី1ស្តង់ដារអេកូដាច់ខាតហាមប្រើថ្នាំពុលនិងជីគីមីទាំងអស់បើខ្ញុំពិនិត្យឃើញមានបំពានម្ដងភូមិទាំងមូលនឹងត្រូវដាក់បញ្ជីខ្មៅជាអចិន្ត្រៃយ៍លែងសហការទៀតរហូតទី2ត្រូវតែគោរពតាមការចាត់ចែងយ៉ាងតឹងរ៉ឹងតាមអ្វីដាំបែបណាពេលណាត្រូវប្រមូលផលត្រូវធ្វើតាមការណែនាំរបស់ក្រុមបច្ចេកទេសទី3ត្រូវមានស្មារតីកិច្ចសន្យាដាច់ខ្ញុំឲ្យតម្លៃខ្ពស់អ្នកត្រូវធានាគុណភាពនិងអ្នកណាហ៊ានលួចលក់ទំនិញល្អឲ្យអ្នកដទៃជួបគ្នានៅតុលាការខ្ញុំលក្ខខណ្ឌទាំង3របស់វាងស្មើនឹងចុងភូមិឆេងសួយមកនឹងខ្សែក្រវ៉ាត់ខ្ញុំអញហ៊ានទទួលទេលោកចេនខ្ញុំធ្លាប់ជាទាហានខ្ញុំមិនចេះនិយាយពាក្យពីរោះទេខ្ញុំសួរលោកតែមួយម៉ាត់សួរអ្នកភូមិឆេងសួយយើងដូនតាយើងរកស៊ីក្នុងដីតាំងពីដូនអ្នកដទៃមើងងាយយើងហើយយើងថាអ្នកស្រែបើយើងចុះកិច្ចសន្យានេះលោកអាចធានាបានទេថាអ្វីដែលយើងដាំនឹងត្រូវលក់ដោយសេចក្តីថ្លៃខ្ញុំមិនត្រឹមតែឲ្យបន្លែអ្នកមានខ្ញុំនឹងឲ្យអ្នកឈររកលុយដោយមោទនភាពធ្វើលោកចេនក្រុមឆេងសួយយើងនឹងលះបង់ជីវិតលោកចេនយ៉ាងការដេញថ្លៃឡើង30តើខ្លាំងពេកទេថ្លៃទីផ្សារនឹងដឹកជញ្ជូននៅពេលក្រោយបើយើងមិនអាចបង្រួមបានទេគម្រោងនេះនឹងខាតប្រាក់ពិតប្រាកដមិនខាតទេហើយសពថ្ងៃនេះអ្វីដែលថ្លៃជាងគេមិនមែនផលិតផលទេគឺសុវត្ថិភាពគឺសុខភាពនិងការទុកចិត្តទៅចុះឈ្មោះម៉ាក់ថ្មីឈ្មោះអីឈិងសានយូស្វានលោកចេនមូលដ្ឋានបានរៀបចំ2ភាគ3ហើយក្រុមសំណងថាក្នុងរយៈពេលកន្លះខែទៀតរថយន្តទូទឹកក៏ធ្ងន់អាចបើកមកដល់មុខការិយាល័យភូមិយើងចំណែកអាងស្តុកទឹកឡានអាចបើកចូលមកដល់មុខការិយាល័យស្រុកយើងបានតែម្ដងអាងស្តុកទឹកនិងប្រព័ន្ធប្រឡាយស្រោចស្រពដល់ណាហើយអ្នកជំនាញទឹកពីខេត្តទើបតែចាក់ចេញម្សិលលុយពិសេស80000រៀលចាក់ចូលអស់កំពុងធំភ្ជាប់ទឹកភ្នំរួចរាល់ស្អែកគ្រប់ដណ្ដប់ស្រែជណ្ដើរទាំងអស់លែងពឹងមេឃទៀតហើយលោកចិនបន្លែនៅក្នុងដីទេលោកចាយលុយផ្លូវ320000ទឹក80000សរុប4សែនរៀលសុទ្ធចាក់ចូលភូមិយើងដោយមិនព្រិចភ្នែកលោកមិនខ្លាចយើងយកលុយហើយបោកទេវាងជីថាខ្ញុំមិនទិញបន្លែទេទិញច្បាប់និងទំនុកចិត្តភូមិថ្មឆ្លោះគ្នាដោយសារលុយតិចព្រោះគេខ្លាចទៅពីក្នុងឆ្អឹងគិតថាធនធានអាចឆក់យកបានខ្ញុំចាក់4សែននៅភូមិទឹកថ្លាដើម្បីប្រាប់អ្នករាល់គ្នាតាមខ្ញុំចេញយ៉ាងមិនត្រូវការឆក់ទេគ្រាន់តែគោរពច្បាប់ខ្ញុំនឹងដាក់ទ្រព្យសម្បត្តិដល់មាត់ទ្វារអ្នកណាហ៊ានបំផ្លាញផែនការខ្ញុំអ្នកណាហ៊ានបំផ្លាញផែនការលោកខ្ញុំវាងជៀនគូនឹងបំផ្លាញគេភូមិទឹកថ្លាមាន134គ្រួសារអ្នកណាបំពានច្បាប់ដាំដុះនឹងត្រូវបណ្តេញចេញពីភូមិភ្លាមឈ្មោះចេញពីពងសាវតាល្អណាស់រក្សាគំនិតនេះត្រៀមប្រយុទ្ធលើកដំបូងចេញយ៉ាងពេញប៉ោះមួយប្រអប់85ស្បៃភ្នំមួយគូ136តម្លៃនេះខ្ពស់ជាងទីផ្សារធម្មតាយើងមិនបានចាយលុយផ្សាយពាណិជ្ជកម្មតែលក់ត្រង់ Channel អាហារថ្លៃបើប្រាជ័យម៉ាក់យើងនឹងខូចថ្ងៃដំបូងក៏ដួលហេអីបើកមើល Scan វាថ្លាណាស់នេះហើយជាសេចក្តីថ្លៃថ្នូរដែលខ្ញុំចង់ខ្ញុំមិនលក់ពេញប៉ោះទេលក់កិច្ចសន្យាសុវត្ថិភាពពីដីដទៃគ្មានការសង្ស័យតម្លៃខ្ពស់5ដងក្នុងសម័យដែលពោពេញដោយបច្ចេកវិទ្យាការជឿទុកចិត្តពិតប្រាកដគ្មានតម្លៃលោកចិនលោកចៅដាក់លក់លើ platform ហើយចាប់ផ្ដើមហើយ1នាទីស្តុកធ្លាក់20ហើយ3នាទីទៀត3នាទីប្រអប់បន្លែពិសេស5000ឈុតលក់អស់ដំណើរការលក់សរុបលើ68000ជោគជ័យចេញយ៉ាវអញពូកែណាស់ពេញប៉ោះ88រៀលត្រូវគេដណ្ដើមទិញខ្លាំងទឹកតែចាប់ផ្ដើមទេហៃហេលោកចេនយើងនិយាយត្រង់
ការលួសរបស់ឈីងសាន់យូសៀនយើងឃើញហើយច្រណែនភូមិដាឡែវរបស់យើងរៀបស្មើមានផ្ទះកញ្ចក់រាប់រយទិន្នផលច្រើនជាងភូមិឈីងស៊ុយ10 ដងលោកចេនយល់ព្រមឲ្យយើងចូលសម្ព័ន្ធទិន្នផលនឹងគ្រប់គ្រាន់លោកចេននេះជាអំណោយតូចពីភូមិយើងទិញតែល្អខ្លះផឹកពេលត្រួតពិនិត្យគុណភាពសង្ឃឹមលោកចេនជួយសម្រួលឲ្យយើងទាំងអស់គ្នាចំណេញចៅលីអានឯកសារផ្ទៃខាងក្រោយភូមិដាឡៅឲ្យគាត់ស្ដាប់ភូមិដាលាវផ្ដោតលើបន្លែក្រៅរដូវក្នុងរយៈពេលដោយសារប្រាសារធាតុជំរុញការលូតលាស់ច្រើនត្រូវបានប្រមានពីដងលោហៈធ្ងន់លើ4ម្យ៉ាងទៀតកាន់នេះហិរញ្ញវត្ថុក្នុងភូមិរីមហ្វូគុយខ្លួនឯងជាប់ពាក់ព័ន្ធកេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភជីហើយធ្លាប់រៀបចំអ្នកភូមិរារាំងរថយន្តអ្នកចំនួនក្រៅជាអំពើអាក្រក់នេះសុទ្ធតែការយល់ច្រឡំលោកចេននោះជារឿងចាស់ហើយឥឡូវបើបានសហការជាមួយលោកយើងនឹងកែប្រែពិតប្រាកដលីមហ្វូគុយឈប់លេងល្បិចចុកខ្វាក់ទៅសម្ព័ន្ធឈីងសាន់យូសៀនមិនមែនកន្លែងចាក់សម្រាមទេខ្ញុំមិនគ្រាន់តែចង់បានភ្នំល្អទឹកល្អទេខ្ញុំចង់បានមនុស្សល្អចាប់ពីថ្ងៃនេះទៅសម្ព័ន្ធដាក់ច្បាប់ដែកអ្នកចង់ចូលឈីងសាន់យូសៀនត្រូវឆ្លង3ជំហានទី1ពិនិត្យដីនិងទឹកភូមិណាដែលមានកសិលោហៈធ្ងន់លើសត្រូវចាញ់ភ្លាមជំហានទី2ពិនិត្យអកិន័យមន្ត្រីភូមិណាមានអំពើពុករលួយត្រូវចាញ់ភ្លាមជំហានទី3មើលទំនៀមទម្លាប់ភូមិណាដែលធ្លាប់ប្រមូលមិនគោរពកិច្ចសន្យាត្រូវចាញ់ភ្លាមដាក់បញ្ជីខ្មៅជាអចិន្ត្រៃយ៍ឯងរំលោភលើច្បាប់ទាំង3នៅភូមិដាលីវហើយឥឡូវយកលុយយកខ្វាក់របស់ឯងចេញពីក្រុមហ៊ុនខ្ញុំទៅសន្តិសុខលោកចេនសូមឲ្យឱកាសសម្ដងទៀតផងផែនការពង្រីកខ្សែត្រជាក់ត្រីមីសក្រៅបន្តដំណើរតាមផ្លូវដើមដោយល្បឿនលឿនលោកចេនធ្វើអីនៅស្ងៀមលោកចេនខ្ញុំហើយខ្ញុំកៅពីភូមិថ្មមានរឿងអីលោកចេនខ្ញុំមករកការងារធ្វើនៅភូមិមិនអាចរស់បានទៀតទេតាំងពីស្បៃ2លានគីឡូ1កាក់1គីឡូចិញ្ចឹមភូមិដួលរំអ្នករាល់គ្នាលក់អ្វីដែលអាចលក់បានដើម្បីសងបំណុលលីតាសានត្រូវគេវាយបាក់ឆ្អឹងជំនាញរបីតិចលើក្រែមិនរួចប្រពន្ធគាត់យកលុយ200ចុងក្រោយរត់បាត់ខ្ញុំរកការងារ9 ខែហើយនៅក្រុងខ្ញុំគ្មានការសិក្សាគ្មានជំនាញសំបីលាងចានគេថាខ្ញុំយឺតខ្ញុំអត់បាយ3ថ្ងៃហើយលោកចេនសូមមេត្តាមើលមុខគ្នាជាអ្នកភូមិតែមួយឲ្យខ្ញុំធ្វើសន្តិសុខក៏បានកុំមកអូវែងលុតជង្គង់សុំទោសវីមុខខ្ញុំមិនមានប្រយោជន៍ទេនេះមិនមែនជាកន្លែងសប្បុរសធម៌ទេក៏មិនមែនជាជំរកដែរបើឯងចង់បានទៀនចេញទៅឆ្វេងដៃ3គីឡូម៉ែត្រទៅមុខមានមណ្ឌលខ្ញុំដឹងហើយខ្ញុំចេញទៅលើមនុស្សដូចខ្ញុំវាសនាគឺលួយក្នុងប្រឡាយតែបើឯងចង់រកស៊ីដោយដៃខ្លួនខ្ញុំឲ្យឱកាសមួយនេះអាសយដ្ឋានមូលដ្ឋានផលិតកម្មទី2ភូមិនឹងលេខទូរស័ព្ទវាងជៀនគូប្រាប់ថាចេញយ៉ាងឲ្យឯងមកស្ដាប់ឲ្យច្បាស់ទៅដល់ទីនោះឯងចាប់ដើមពីអ្នកដឹកទំនិញនិងសម្អាតលាមកទឹកស្បៃភ្នំ1តោន100បាតសម្អាតអាំងជីកំប៉ុស្ត50បាត1ម៉ែត្រគូបធ្វើច្រើនបានច្រើនមិនធ្វើស្លាប់ឯងអាចធ្វើបានទេអ្នកអាចធ្វើបានប៉ុណ្ណាទៅតាមសមត្ថភាពខ្លួនបើហ៊ានខ្ជិលច្រអូសឬដូចនៅភូមិធម្មតាចេះតែញុះញង់បំបែកបំបាក់គ្នាវางជន់គួយនឹងបាក់ជើងអ្នកភ្លាហើយបោះអ្នកទៅក្នុងជ្រោះពេលនោះទោះព្រះចៅផែនដីមកខ្ញុំក៏មិនជួយអ្នកទៀតខ្ញុំឲ្យផ្លូវអ្នកហើយធ្វើមនុស្សឬធ្វើឆ្កែអ្នកជ្រើសរើសយកលោកចេនខ្ញុំយល់ហើយខ្ញុំនឹងទៅភូមិទឹកថ្លៃបើខ្ញុំធ្វើមិនបានល្អខ្ញុំសុខចិត្តស្លាប់ក្នុងរណ្ដៅលាមកចេនយ៉ាងឯងឈួតហើយឬឯងហ៊ានយកមនុស្សចូលទៅក្នុងមូលដ្ឋានផលិតកម្មស្នូលរបស់យើងឯងមិនដឹងទេថាពួកគេអាក្រក់ប៉ុណ្ណាបើវាមិនផ្លាស់ប្ដូរទេធ្វើឲ្យខូចច្បាប់របស់យើងឬទៅបំផ្លាញខាងវางជន់គួយទៀតចៅលេចាំពាក្យមួយចិត្តមនុស្សមិនអាចទុកចិត្តបានទេប៉ុន្តែចិត្តមនុស្សអាចកែប្រែបានដោយច្បាប់តឹងរឹងលីអឺកូដល់ទីបញ្ចប់ហើយសេចក្តីលោភរបស់វាត្រូវបានបំផ្លាញដោយការពិតបើឲ្យវាដោយឥតគិតថ្លៃវានឹងក្លាយជាអ្នកជញ្ជក់ឈាមរហូតតែបើឲ្យវាធ្វើការធ្ងន់តាមចំនួនវានឹងបង្ហាញសេចក្តីប្រាថ្នាចង់រស់ខ្លាំងជាងអ្នកណាទោះយ៉ាងណាបើវាគិតរករឿងទៀតភូមិទឹកថ្លាមិនមែនភូមិថ្មទេក្រុមត្រួតពិនិត្យរបស់វางជន់គួយមើលគ្រប់ចំណុច24ម៉ោងបើលីអឺកូហ៊ានលួចម្ដងវានឹងគ្មានសល់សំបីឆ្អឹងខ្ញុំនៅយ៉ានជីងហើយក៏នៅលីវេខ្ញុំចង់ឲ្យអ្នកភូមិសម្ព័ន្ធទាំងអស់ឃើញតាមខ្ញុំចេញយ៉ាងមិនថាជាស្ត្រូវពីមុនឬអ្នកសុំទានបើឯងខំប្រឹងនឹងគោរពច្បាប់ឯងនឹងមានសេចក្តីថ្លៃថ្នូរតែបើហ៊ានបំពានច្បាប់លទ្ធផលនឹងអាក្រក់ជាងស្លាប់ត្រឹមតែ2ឆ្នាំចាប់ផ្ដើមពី0បង្កើតឲ្យបានអាណាចក្រផលិតផលស្រស់ថ្លៃរាប់ពាន់លានសូមអបអរសាទរយ៉ាងកក់ក្ដៅជូនលោកឈឿនយ៉ាងស្ថាបនិកឈីងសានថ្ងៃនេះខ្ញុំឈរនៅទីនេះមិនមែនគ្រាន់តែយកពានរង្វាន់ទេពាននេះជារបស់ពួកគាត់ជារបស់ភូមិទាំង15នៅពីក្រោយឈីងសានជារបស់កសិកររាប់ម៉ឺននាក់ដែលចាត់ទុកដីក្រោមក្រចកជីជំនឿបងប្អូនមនុស្សច្រើនគិតថាកសិកម្មគឺចំណាយតិចបំផុតទៅជីជន់ដីនឹងកសិករដើម្បីចំណេញច្រើនបំផុតប៉ុន្តែឈីងសានបង្ហាញថាបើឲ្យអ្នកដាំដុះឈរត្រង់ទទួលបានតម្លៃសមរម្យដីនេះនឹងផ្ដល់ផ្លែឈើស្អាតថ្លៃបំផុតគោលការណ៍របស់ខ្ញុំគឺឲ្យអ្នកតាមខ្ញុំគោរពច្បាប់ឈររកលុយដោយសេចក្តីថ្លៃថ្នូរលោកឈឿនមិនមែនជាមេតបទេខ្ញុំវางជៀនគូជាមនុស្សឆ្លើយមិនចេះនិយាយខ្ញុំនិយាយតែ3ម៉ាត់1អរគុណលោកបើគ្មានលោកទេយើងនៅតែឃ្លាន2កោតសរសើរលោកមានសតិសម្បជញ្ញៈនឹងដៃ3ខ្ញុំស្បោះជំនួសភូមិទាំង15បើលោកទុកចិត្តយើងលះបង់ជីវិតឈីងសានអ្នកណាហ៊ានបំផ្លាញពីក្រោយបំពានច្បាប់លោកយើងសម្អាតគ្រួសារខ្លួនឯងមិនឲ្យលោកខ្មាស់គេឡើយល្អអនាគតជារបស់យើងជប់ឈឿនយ៉ាងថ្ងៃនេះឯងស្អាតណាស់លើឆាកភូមិទាំង15នេះឯងធ្វើឲ្យវារឹងដូចដែកហើយចែករំលែកផលប្រយោជន៍រួមគ្នាទទួលហានិច្បាប់តឹងដូចដែកនេះជាវិធីតែមួយគត់អូប្រាប់ឯងឬនិយាយមកភូមិថ្មរបស់ឯងចាំទេមានរឿងអីបាត់អីភូមិទាំងមូលត្រូវបានលុបចេញពីផែនទី
តាំងពីស្បៃ2លានគីឡូនោះទៅចិញ្ចឹមចិត្តអ្នកភូមិក៏បែកខ្ញែកអស់រត់ទៅធ្វើការខុសច្បាប់នៅមនុស្សចាស់នៅភូមិស៊ីឥតធ្វើការស្រែទាំងអស់ត្រូវគេបោះមួយរយៈមុននេះស្រុកគាត់ធ្វើការរួមបញ្ចូលដែលយកសិទ្ធិប្រើប្រាស់ដីភូមិទាំងមូលខ្ចប់លក់ឲ្យក្រុមហ៊ុនចិញ្ចឹមជ្រូកធំមួយលីថាតម្លៃថោកគួរឲ្យភ្ញាក់ផ្អើលស្ទើរតែដូចឲ្យឥតគិតថ្លៃអ្នកភូមិដែលធ្លាប់ឆ្លោះគ្នាដើម្បីរហូតដល់វាយគ្នាបែកខួរយកតែប្រាក់សំណងតិចតួចត្រូវគេដេញចេញដូចឆ្កែវង្វេងបែកខ្ញែកគ្នាទៅតាមជោគវាសនាលីតាសានមិនបានរើចេញទេគាត់ពិការដើមមិនរួចថ្ងៃដែលរថយន្តឈូដីចូលពីសូក្រហមរូបផ្ទះចាស់រាប់រយរៀបស្មើអស់លីតាសានដេកលើក្រែធ្វើចលនាមិនរួចចុងក្រោយក្រុមកម្មករលើកគាត់ចេញមកទាំងក្រែពេលលើកចេញមកមាត់គាត់ស្រក់ទឹកមាត់សម្លឹងមើលរថយន្តឈូដីដៃចង្អុលទៅទីដាំវត្តមាត់ស្រែកអឹងអាងភ្នែកស្ទើរតែលោតចេញពីថ្ងាសមិនដឹងថាស្ដាយក្រោយឬអន់ចិត្តទេដេកលើដីធូរកណ្ដាលរាត្រីព្រឹកឡើងគាត់ក៏ត្រជាក់ស្លាប់ទៅឆេនយ៉ាងឯងមិនអីទេមិនអីទេនោះជាជីវិតមុនទេស្អែកម៉ោង 10 ព្រឹកហើយប្រជុំអ្នកគ្រប់គ្រងទាំងអស់ពិភាក្សាពង្រីកផលិតកម្មត្រីមានយើងត្រូវរុញខ្សែការពារទៅខាងក្រៅបាទលោកឆេនលោកឆេនក្មេងហើយមានសមត្ថភាពណាស់អ្នកជំងឺចាងវៃអនុប្រធានផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនហ្វុងរ៉ាវខ្ញុំមិនចាំការវិភាគខ្ញុំមានការណាត់ជួបក្រុមហ៊ុនហ្វុងរ៉ាវចេញទៅហើយគូសទ្វាររងចាំលេខាខ្ញុំរីកាលោកឆេនច្បាប់ក៏មនុស្សបង្កើតពួកខ្ញុំក្រុមហ៊ុនហ្វុងរ៉ាវមកដោយខ្លួនឯងនោះហើយជាច្បាប់ធំបំថ្ងៃនេះខ្ញុំមកដើម្បីឲ្យអ្នកនៅផ្លូវឡើងទៅកាន់ឋានសួគ៌ក្រុមហ៊ុនយើងពិតជាពេញចិត្តនឹងគំនិតម៉ាកយីហោរបស់ឈីងសានដូច្នេះយើងសម្រេចចិត្តទិញយកក្រុមហ៊ុនអ្នកទាំងស្រុងសាច់ប្រាក់300លានមិនត្រឹមតែប៉ុណ្ណោះក្រោយពីទិញរួចលោកចេននៅតែអាចបន្តការងារបានជាអគ្គនាយកផ្នែកម៉ាកយីហោទោះជាតំណែងកិត្តិយសក៏ដោយប៉ុន្តែក្រុមហ៊ុនយើងនឹងឲ្យភាគហ៊ុន 0.1 បន្ថែមមានក្រុមហ៊ុនកម្ពុជា500លោកចេនជីវិតអ្នកនឹងឡើងដល់កម្រិតថ្មីលោកចាំងគិតល្អណាស់300លានទិញម៉ាកខ្ញុំតើបន្ទាប់មកទៀតយ៉ាងម៉េចតើអ្នកនឹងដំណើរការឈីងសានយ៉ាងដូចសួរអីទៀតពិតណាស់យើងនឹងប្រើក្រុមហ៊ុនហ្វុងរ៉ាងខ្សែសង្វាក់ឧស្សាហកម្មដ៏រឹងមាំដើម្បីពង្រីកវាឲ្យធំឡើងលោកចេនវិធីដាំដុះបែបអេកូរបស់អ្នកស្មើដោយដៃមិនប្រើជីគីមីខាត់ថ្លៃណាស់ក្រោយទិញរួចលោកចោលកិច្ចសន្យាជាមួយភូមិទាំង15កិច្ចសន្យាថ្លៃខ្ពស់ដូរទៅជាកិច្ចសន្យាស្តង់ដាររបស់ហ្វុងរ៉ាងអត់ទេកិច្ចសន្យាទិញស្តង់ដារតម្លៃទិញកាត់បន្ថយ50ចុះគុណភាពវិញតើកសិករទាំងនោះរស់ដោយរបៀបណាគុណភាពលោកចេនអ្នកឆោតលងគ្រាន់តែបិទស្លាកឈីងសានពេញប៉ោះដែលដាំក្នុងផ្ទះកញ្ចក់ឬដោយអរម៉ូនតើអតិថិជនដឹងទេក្រុមហ៊ុនយើងមានជីគីមីល្អបំផុតនិងសារធាតុជំរុញការលូតលាស់ទិន្នផលកើន5ដងថ្លៃដាំថយពាក់កណ្ដាលរីឯកសិករទាំងនោះពួកគេគ្រាន់តែជាអ្នកស្រែថ្នាក់ក្រោមបានបាយហូបគួរតែដឹងគុណបើមិនព្រមធ្វើមានអ្នកផ្សេងច្រើនលោកចាំងមានន័យថាចំណាយ300លានទិញម៉ាកដែលខ្ញុំបង្កើតដោយដៃខ្លួនឯងរួចប្រមូលយកព្រលឹងវាចេញដាក់ចូលក្នុងភក់របស់ឯងលោកចិនធ្វើជំនួញមិនមែនធ្វើសប្បុរសធម៌ទេគំនិតចង់ធ្វើឲ្យកសិករមានបានរបស់អ្នកវាភ័យស្រួយណាស់នៅលើទីផ្សារនេះបើគ្មានការការពារពីដើមតើអ្នកគិតថាអ្នកទៅឆ្ងាយបានប៉ុណ្ណាចាំងវៃស្ដាប់ខ្ញុំឲ្យច្បាស់ឈឹងសានមិនមែនជារបស់គ្រួសារចិនទេវាជារបស់ភូមិទាំង15ជារបស់កសិករ12,000អ្នកដែលដៃពេញព្រលឹងរបស់វាចាក់រុះនៅក្នុងដីគ្មានជាតិពុលនៃភូមិឈីងស៊ូចាក់រុះនៅក្នុងឆ្អឹងខ្នងដែលត្រង់របស់កសិករទាំងនោះចិនយ៉ាងឯងឈួតហើយនោះជា300លានអញហ៊ានឲ្យកិច្ចសន្យាជាមួយក្រុមហ៊ុនហ្វុងរ៉ាវ300លានច្រើនមែនប៉ុន្តែខ្ញុំចិនយ៉ាងមិនទាន់ប្រដល់ថ្នាក់ត្រូវលក់ឈាមសាច់បងប្អូនទេលក់ទំនុកចិត្តអ្នកប្រើប្រាស់ដើម្បីយកនំឆ្កែខ្វក់របស់ឯងយកសម្រាមរបស់ឯងចេញពីក្រុមហ៊ុនខ្ញុំទៅល្អណាស់ចិនយ៉ាងឯងហ៊ានណាស់នៅក្នុងរង្វង់នេះអ្នកដែលបដិសេធក្រុមហ៊ុនហ្វុងរ៉ាវមានតែពីរលទ្ធផលមួយខ្លាយជាអ្នកនៅក្រោមយើងមួយទៀតខ្លាយជាសាកសពឯងជ្រើសរើសផ្លូវទៅនរកលឿនបំផុតយើងនឹងឃើញគ្នាបើចង់ប្រយុទ្ធក៏ប្រយុទ្ធខ្ញុំចង់មើលតើដើមទុនរបស់ឯងរឹងឬច្បាប់ដែលខ្ញុំដាក់រឹងជាងចាប់តាំងពីចាំងវៃត្រូវបានបណ្ដេញចេញទើបតែ48ម៉ោងប៉ុណ្ណោះការវាយប្រហារដើមទុនដែលបានរៀបចំជាយូរមកបានមកដូចព្យុះភ្លៀងក្រុមហ៊ុនហ្វុងរ៉ាវនេះអាក្រក់ណាស់លេងល្បិចចុះខ្វក់បែបនេះខាត់ប៉ុន្មានលោកចិនទុកមិនរួចទេពាក្យក្តៅកម្ពុជាទាំង10យើងមាន3ឈឹងសានលៀងជំរើសម៉ាក់ខ្មៅបានផ្ទុះហើយមើលទៅពេញបណ្ដាញទាំងអស់ជាព័ត៌មានអាក្រក់អ្នកដែលឈ្មោះសរសេរផ្លោះអាហារដ៏ល្បីនៅឡាវតាគេផ្ញើរូបស្បៃខ្មៅដូចនឹងរូបស្បៃបៃតងដុះផ្សិតហើយថាទិញពីឈីងសានយូស៊ុនរបស់យើងអាក្រក់ជាងនេះទៅទៀតក្រុមហ៊ុនហ្វុងរ៉ាវមិនដឹងអ្នកជំនាញខ្លែងខ្លាយមកបង្ហោះអត្ថបទជាង10នៅសារព័ត៌មានថ្នាក់ទាបវិភាគថាយើងជាក្រុមហ៊ុនបោកប្រាស់ថាយើងប្រើរឿងរ៉ាវនិងអារម្មណ៍ដើម្បីបោកប្រាស់អតិថិជនលោកចៅលោកឈិនទើបតែអ្នកគ្រប់គ្រងទិញភោជនីយដ្ឋានមីឆេលីន3កន្លែងទូរស័ព្ទមកទាមទារឲ្យយើងពន្យល់ភ្លាមបើមិនដូច្នោះទេថ្ងៃស្អែកព្រឹកគេនឹងបញ្ឈប់សន្យាទិញទាំងអស់ឈិនយ៉ាវយើងត្រូវតែបត់វិញខ្ញុំបានតាក់ទងក្រុមហ៊ុនភើធំ3ក្នុងខេត្តយើងត្រូវចំណាយលុយរកអ្នកដក hashtag ចេញហើយជារត់វិញមិនត្រូវឲ្យគេបង្កាច់បង្ខូចយើងបែបដក hashtag រកអ្នកបង្កើតមកជារត់វិញគ្មានប្រយោជន៍ទេឯងជេរមិនឈ្នះអ្នកដែលចេះតែជេរទេចុះទៅជារត់វិញពេលនេះនឹងធ្វើឲ្យរឿងកាន់តែងាយចឹងធ្វើដូចម្ដេចទៅតើត្រូវទ្រាំមើលបំផ្លាញម៉ាកដែលយើងខំបង្កើតឲ្យខូចខាតទាំងស្រុងឬគេឈ្មោះមិនមែននិយាយទេគឺធ្វើគេចង់បំផ្លាញយើងដោយការកុហកយើងនឹងប្រើការពិតបំបែកការកុហកគេនាយកគ្រប់ដេប៉ាតឺម៉ង់ប្រជុំនៅបន្ទប់ទី1ក្នុងរយៈពេល3នាទីឥឡូវនេះជំហានទី1ផ្នែកច្បាប់ឈប់សម្រាប់ភ្លាមប្រមូលអ្នកបង្កើតព័ត៌មានคล้ายៗថ្ងៃនេះនឹងកិននៃប្រព័ន្ធនិងផុសតាំងអេក្រង់របស់អ្នកបង្ហោះអនាមិកខ្ញុំចង់ឲ្យគេដឹងថាបង្កើតព័ត៌មានคล้ายៗត្រូវទៅដេម៉ាស៊ីនយល់ព្រមយប់នេះខ្ញុំនឹងប្រមូលផុសតាំងជំហានទី2ផ្នែកផលឈប់ជេរគ្មានប្រយោជន៍ជាមួយអ្នកប្រើប្រាស់តកបាយការគុណភាពពីភូមិសម្ព័ន្ធ15កន្លែងក្នុងរយៈពេល3ឆ្នាំប្រាប់គេថាគុណភាពរបស់ឈីងសានយូសានរឹងមាំដូចភ្នំតែម្ដងអ្នកណាហ៊ានលុបការបញ្ជីទិញដាក់ចូលបញ្ជីខ្មៅជាអចិន្ត្រៃយ៍លែងសហការទៀត
ទទួលហើយអនុវត្តភ្លាមតែអតិថិជនធំដូចឆេនយ៉ាងអាចអានរបាយការណ៍គុណភាពបានអ្នកលក់តាមអនឡាញមិនមើលគេចាប់អារម្មណ៍តែរឿងអាស្រូវដែលពោពេញដោយនៅតែជាប់នៅលើត្រេនអាជីវកម្មអនឡាញរបស់យើងនឹងខូចអស់អ្នកប្រើប្រាស់មិនជឿរបាយការណ៍គេជឿតែអ្វីដែលឃើញផ្ទាល់ភ្នែកអញ្ចឹងយើងឲ្យគេខ្ជិលភ្នែកមើលនាយកដ្ឋានទីផ្សារចាប់ពីម៉ោង 8 ព្រឹកថ្ងៃស្អែកបើការផ្សាយផ្ទាល់ 24 ម៉ោងពីស្ថានដោយគ្មានការកែសម្រួលផ្សាយផ្ទាល់មែនយកកាមេរ៉ា 4 ទៅដាក់នៅចំការភូមិទាំង 15 របស់យើងនៅតាមវាលស្រែពីការដាំកូនឈើការដកស្មៅដោយដៃការកម្ចាត់សត្វល្អិតការប្រមូលផលនិងការវេចខ្ចប់ត្រជាក់កុំឲ្យខកខានព័ត៌មានលម្អិតណាមួយខ្ញុំចង់ឲ្យអ្នកប្រើប្រាស់ 200 លាននាក់មើលឃើញផ្ទាល់ភ្នែកពីរបៀបដែលស្លឹកបន្លែដុះចេញភូមិឈៀងសួយបន្ទប់ប្រជុំទាំងមូលត្រូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសកម្មភាពឈួតរបស់ឆេនយ៉ាងនៅក្នុងឧស្សាហកម្មដែលពោពេញដោយរឿងអាស្រូវការហ៊ានបង្ហាញខ្សែសង្វាក់ផលិតនៅក្រោមពន្លឺថ្ងៃ 24 ម៉ោងនេះត្រូវការភាពក្លាហានយ៉ាងខ្លាំងមើលតែមិនគ្រប់ទេខ្ញុំចង់ឲ្យអ្នករៀបចំក្រុមសាកសីគុណភាពពីអ្នកប្រើប្រាស់ដែលស្នើសុំលុបការបញ្ជីទិញជ្រើសរើសដោយចៃដន្យ100ហើយអញ្ជើញប្រព័ន្ធផ្សព្វផ្សាយធំ20កន្លែងអ្នកសារព័ត៌មានអ្នកមិនគិតថាមែនរួមទាំងអ្នកដែលនៅលើត្រេនជាខ្លាំងជាងគេអញ្ជើញពួកគេទាំងអស់មកអញ្ជើញពួកគេមកមូលដ្ឋានផលិតកម្មស្នូលរបស់យើងដើម្បីធ្វើការត្រួតពិនិត្យភ្លាមរយៈពេល3ថ្ងៃផ្សាយផ្ទាល់ពេញមួយដោយគ្មានការលាក់លៀមចំោះពេញលេងក្រុមហ៊ុនហ្វុងរ៉ាវចូលចិត្តលេងល្បិចក្រំដីមែនទេអញ្ចឹងយើងត្រូវតែទម្លុះពីដោយស្អាតស្អំរាប់100,000 គីឡូត្រូវហាលថ្ងៃក្តៅទាំងអស់ប្រជុំហើយជាងគូលោកចេងមានរឿងធំកើតឡើងស្ងប់ស្ងាត់ហើយនិយាយឲ្យច្បាស់ចៅថោលើមានក្រុមហ៊ុនហ្វុងរ៉ាវបានតាក់ទងដោយសម្ងាត់ជាមួយគ្រូសាស្ត្រថោលើចង់បំផ្លាញយើងគាត់ផ្ដល់តម្លៃទិញផ្ដាច់ខ្ពស់ជាងយើង 2% ហើយសន្យាបង់ប្រាក់មុន3ឆ្នាំពេញមូលពកទៀនបាត់សាច់ប្រាក់500ដាក់លើទៅរួចហើយកាត់ផ្ដាច់ឫសគល់ចាំងវៃជាមនុស្សអាក្រក់សង្គ្រាមមិនអាចសម្លាប់ឥឡូវគេចាប់ផ្ដើមប្រើលុយវាប្រហារមូលដ្ឋានថោលើជាមនុស្សលោកខ្លួនគាត់ចាប់អារម្មណ៍ហើយពេលនេះគាត់កំពុងទាញយកប្រយោជន៍ពីភ្នាក់ខ្លួនពីយើងនៅការិយាល័យប្រជុំអ្នកតំណាងគ្រូសាចៅដោយសម្ងាត់លោកចេងបើគ្រូសាចៅចាប់ផ្ដើមក្បត់មុនពេលដំណឹងនេះរៀលដាក់ចេញសម្ព័ន្ធភាព15ភូមិដែលយើងខំបង្កើតនឹងត្រូវបំផ្លាញពីខាងក្នុងដោយគេលោកចេងចៅថោលើជាមនុស្សអាក្រក់គាត់កំពុងរៀបចំសេចក្តីថ្លែងលុបចោលកិច្ចសន្យាមូលពកទៀនបាត់ប្រាក់កក់ក្រុមហ៊ុនហ្វុងរ៉ាវដាក់លើទៅរួចហើយជូតមុខចុះមេឃមិនទាន់ធ្លាក់មកលើក្បាលទេលោកចេនលោកត្រូវរកវិធីឲ្យបានឆាប់បើរឿងនេះដោះស្រាយមិនបានចិត្តមនុស្សនឹងបែកខ្ញែកបើគ្រូសាចៅចាប់ផ្ដើមមុនក្រោយមកមានភូមិណាមួយច្រណែនឃើញសម្ព័ន្ធភាពដែលយើងខំបង្កើតនឹងត្រូវបំផ្លាញមិនអាចបំផ្លាញបានទេក្រុមហ៊ុនហ្វុងរ៉ាវចង់ប្រើលុយបំបែកយើងបង្ហាញថាគេអស់ល្បិចហើយជាងគូជួយហៅមេភូមិទាំងអស់ក្នុងសម្ព័ន្ធស្អែកម៉ោង 10 ព្រឹកមកការិយាល័យកណ្ដាលប្រជុំបន្ទាន់មិនឲ្យខានម្នាក់ទេចៅថោលើនោះឥឡូវគាត់ប្រកាសជាមិនហ៊ានមកជួបអ្នកទៅអញ្ជើញគាត់ដោយខ្លួនឯងខ្ញុំដឹងចលនារបស់ក្រុមហ៊ុនហ្វុងរ៉ាវទាំងអស់ហើយខ្ញុំត្រៀមយកមូលនិធិសហព័ន្ធ8ឲ្យភូមិទាំងអស់ទទួលភាគលាភពេញមួយឆ្នាំគាត់មិនមកលុយនេះគ្មានចំណែករបស់ខ្ញុំស្គាល់ចរិតគាត់ដែលឃើញលុយភ្នែកភ្លឺឬពាក្យភាគលាប្រកាសជារត់មកដូចឆ្កែធំខ្ញុំទៅធ្វើភ្លាមថ្ងៃនេះអញ្ជើញអ្នកទាំងអស់គ្នាមកតែរឿងមួយប្រកាសជាអ្នកទាំងអស់គ្នាបានក្រុមហ៊ុនហ្វុងរ៉ាវចង់ចំណាយលុយច្រើនទិញមនុស្សពីសហព័ន្ធយើងគេឲ្យចៅយូររបស់គ្រូសាចៅតម្លៃទិញខ្ពស់ជាងយើង20បងមុន3ឆ្នាំសុទ្ធ5លានដុល្លារជាសាច់ប្រាក់និយាយត្រង់លុយនេះច្រើនណាស់ច្រើនដល់ចំណុចដែលធ្វើឲ្យអ្នកណាក៏លោភដូច្នេះថ្ងៃនេះខ្ញុំហៅប្រជុំមិនមែនចង់បន្ទោសក៏មិនមែនចង់ចោទខ្ញុំគ្រាន់តែចង់និយាយចំហកិននីឲ្យអ្នកទាំងអស់នេះជាឯកសារដែលនាយកដ្ឋានច្បាប់ប្រមូលរឿងក្តីទាំងអស់របស់ហ្វុងរ៉ាវក្នុង5ឆ្នាំចុងក្រោយកិច្ចសន្យានឹងរឿងក្តីពាក់សរុប370ជនជាប់ចោទសុទ្ធតែជាមនុស្សដូចអ្នកទាំងអស់តែដោយសារតែប្រយោជន៍តូចតាចនៅមកបានចុះកិច្ចសន្យាតម្លៃខ្ពស់របស់គេនិងសហគមន៍កសិកម្មវិធីរបស់គេដូចគ្នាជានិច្ចឆ្នាំដំបូងគេឲ្យកិច្ចសន្យាតម្លៃខ្ពស់តាក់ទាញបងមុនទាំងអស់ដើម្បីតាក់អ្នកចូលឲ្យអ្នកភ្លក់រសជាតិឲ្យអ្នកពឹងផ្អែកលើគេទាំងស្រុងឲ្យអ្នកបោះបង់ឆានែលលក់ផ្សេងទៀតឲ្យអ្នកយកដីទាំងអស់ដាំដំណាំរបស់គេដល់ឆ្នាំទី2ទី3ពេលជីវិតនឹងទ្រព្យសម្បត្តិដីភូមិទាំងជាប់ជាមួយគេយ៉ាងតឹងពេលនោះគេចាប់ផ្ដើមបង្ហាញថ្មីគេនឹងប្រើលេខផ្សេងដូចជាការប្រែប្រួលទីផ្សារផលិតផលមិនស្អាតថ្នាំសម្លាប់សត្វល្អិតលើសកំណត់ដើម្បីបន្ថយតម្លៃទិញយ៉ាងខ្លាំងឬសូម្បីតែបដិសេធមិនទទួលអ្នកមិនយល់ព្រមទេចាំអូសបន្លែរាប់រយតោនទៅអញវិញតែពេលនោះក្រៅពីគាត់អ្នកលក់ឲ្យអ្នកណាលេខមេរៀនភូមិថ្មហើយឬគេចង់បានលុយ 2-3 ម៉ឺនក៏ដេញខ្ញុំចេញគិតថាមានលេខទូរស័ព្ទទិញបន្លែនឹងខ្លាយជាអ្នកមានចប់សោះស្បៃ200តោនរលួយនៅទីលានលក់មួយផោនមួយកាក់ឲ្យរោងចក្រភូមិល្អមួយចប់តែរបាក់ទឹកចិត្តបែកផ្ទះបែកគ្រួសារហេតុអ្វីព្រោះគេឃើញតែឆ្អឹងឆ្កែនៅមុខហើយបោះបង់កិច្ចសន្យាដ៏មានតម្លៃអ្វីដែលអ្នកកំពុងធ្វើគឺដើរតាមផ្លូវភូមិថ្មទៅកាន់ភ្នូលោកចេងខ្ញុំខុសហើយខ្ញុំមិនមែនមនុស្សទេខ្ញុំងឹតភ្នែកដោយលោកងឹតភ្នែកដោយ500 ម៉ឺនខ្ញុំមិនទាន់ចុះហត្ថលេខាទេសូមឲ្យឱកាសម្ដងទៀតខ្ញុំមិនចាក់ចេញពីឈីងសានទេរួបរวมគ្នាទៅដឹងខុសហើយកែល្អជាងអ្នកជាសមាជិកគ្រួសារឈីងគ្រួសារធ្វើខុសយើងគួរទាញគ្នាឡើងមិនមែនបោះចោលប៉ុន្តែ500 ម៉ឺនពីលោកចាងបើយើងមិនទទួលមិនគោរពគេពេកទេចេញយ៉ាងអ្នកនិយាយអីចៅជីស៊ូឥឡូវត្រូវអ្នកជួយសម្ដែងរឿងមួយទូរស័ព្ទទៅចាំងវៃប្រាប់ថាអ្នកព្រមបដូរចិត្តហើយបង្ហាញភាពលោករបស់កសិករខ្លាំងអូសម្ដែងយ៉ាងម៉េចប្រាប់គាត់ថាអាចចុះកិច្ចសន្យាតែមានលក្ខខណ្ឌបន្ថែមសម្រាប់ភាពស្រស់ក្រុមហ៊ុនហ្វុងរ៉ាវទេ500 ម៉ឺនក្នុងរយៈពេល24 ម៉ោងចូលកាន់នេះអ្នកហើយអ្នកនឹងដាក់ទំនិញនៅទីលានភូមិចៅជីយូចំណុចសំខាន់បន្ថែមបទល្មើសកិច្ចសន្យាក្រុមហ៊ុន Vengrel ត្រូវតែរៀបចំរថយន្តដឹកដោយក្នុងរយៈពេល48 ម៉ោងត្រូវដឹកទំនិញទាំងអស់បើហួសពេលកំណត់ចាត់ទុកថា Vengrel បោះបង់សិទ្ធិកាន់កាប់ទំនិញហើយប្រាក់មុនមិនត្រូវសងវិញទេចិនយ៉ាងឯងនេះចង់ឲ្យទំនិញហូរពេញឃ្លាំងធ្វើឲ្យខ្សែសង្វាក់ដឹកជញ្ជូន Vengrel ជាប់គាំងវីគាត់ឈ្មើងឆ្មៃដល់ឆ្អឹងគាត់មើងងាយយកសិករណាគាត់ប្រកាសជាកិលេសខានឲ្យប្រាក់មុនហើយមកដឹកខ្លួនឯងនេះជារបស់ពួកកសិករក្រោយគេតែខ្លាចមិនបានលុយទៅស្នើរឿងឆោតល្ងងបែបនេះគាត់ប្រកាសជាចុះហត្ថលេខាដោយមិនស្ទាក់ស្ទើរពេលគាត់ចុះហត្ថលេខាហើយឲ្យលុយយើង15ភូមិក្នុងរយៈពេល3ថ្ងៃត្រូវដឹកទំនិញល្អបំផុតពិបាករក្សាទុកធំបំផុត6លានដុំទៅកាន់ទីលានយ៉ាវជេវខ្ញុំចង់ឲ្យរថយន្តរាប់រយគ្រឿងបំពេញយ៉ាវជេវឲ្យណែនណាខ្ញុំចង់ឲ្យយ៉ាងវីមើលឃើញបន្លែថ្លៃ$500,000ក្នុងរយៈពេល48ម៉ោងព្រោះរថយន្តដឹកត្រជាក់ត្រូវរលួយនៅក្នុងដៃគាត់
សម្ដេចចេនពូកែណាស់វិធីនេះពូកែណាស់ខ្ញុំទៅរៀបចំក្រុមប្រមូលផលឥឡូវនេះលុយ$500,000នេះត្រូវដាក់ចូលមូលនិធិអភិវឌ្ឍសម្ព័ន្ធថាតើអាចសងគុណបានឬអត់គឺអាស្រ័យលើការសម្ដែងលោកចេនកុំបារម្ភខ្ញុំទោះជាត្រូវលះបង់ជីវិតក៏ដោយលោកត្រូវចាប់យ៉េងវីឲ្យបានគឺកិច្ចសន្យានេះគិតច្បាស់ហើយលោកយ៉េងរំខានពេលយកពួកខ្ញុំអ្នកភូមិបានប្រជុំគ្នាព្រមព្រៀងគ្នាហើយពួកខ្ញុំចង់សហការបោះបង់ឆេនយ៉េងដែលកំណាញ់ឆ្លាតណាស់អ្នកឆ្លាតដឹងពេលវេលាបើសម្រេចចិត្តហើយថ្ងៃស្អែកព្រឹកចុះបានប៉ុន្តែលោកយ៉េងពួកខ្ញុំអ្នកស្រុកខ្លាចណាស់មិនដែលឃើញពិភពលោកធំទេមិនដែលឃើញអីធំក្រុមហ៊ុនហ្វុងរ៉ាវធំម្លេះក្រែងថ្ងៃក្រោយគេបោកប្រាក់យើងទេឯងនិយាយអីស្លាកហ្វុងរ៉ាវមិនខ្វះលុយអញទេលោកចាងកុំខឹងយើងគ្រាន់តែចង់ឲ្យចិត្តយើងមានលក្ខខណ្ឌមួយទី1តម្លៃត្រូវឡើង10ពីដើមទី2ប្រាក់មុន$500,000ត្រូវតែក្នុង24ម៉ោងក្រោយចុះពេញតែម្ដងចូលកាន់នីសមូហភាពចៅជីបើលុយមិនចូលកុងត្រានេះមិនទាន់រាប់ទេមិនអីទេ$500,000ទិញសិទ្ធផ្ដាច់មុខចៅជីយូ10ឆ្នាំហ្វុងរ៉ាវខ្ញុំឲ្យបានមានលក្ខខណ្ឌអីទៀតទេនិយាយមកតែម្ដងនៅមានចុងក្រោយមួយទៀតភូមិយើងក្រគ្មានឡានត្រជាក់យើងតែរើសទំនិញស្រស់ឲ្យដាក់គំនរនៅទីលានភូមិហ្វុងរ៉ាវអ្នកមានធំត្រូវចាត់ឡានមកយកក្នុង48ម៉ោងទឹកក៏អស់បើខូចអ្នកទទួលខុសត្រូវទាំងអស់ប្រាក់មុនយើងមិនសងវិញទេទឹកខ្លួនឯងក្នុង48ម៉ោងចៅឡៅស៊ឺឯងពូកែរកចំណេញណាស់ឯងគិតថាហ្វុងរ៉ាវខ្វះឡានដោយក្រុមចេញយ៉ាងទេលក្ខខណ្ឌខ្ញុំយល់ព្រមទាំងតែខ្ញុំក៏មានលក្ខខណ្ឌដែរពិធីចុះកុងត្រាសប្តាហ៍ក្រោយត្រូវធ្វើនៅទីលានភូមិជាសាធារណៈខ្ញុំចង់ឲ្យអ្នកសារព័ត៌មានមកគ្រប់គ្នាលោកចាំងកុំបារម្ភខ្ញុំចង់បោះបង់គេឲ្យគេដឹងរកស៊ីជាមួយគេបានតែលុយលំបាកណាស់ជាងរកស៊ីជាមួយលោកចាំងទៅទៀតលោកចេងខ្ញុំនិយាយតាមលោកហើយគេយល់ព្រមទាំងអស់ល្អណាស់គេធ្លាក់ចូលអន្ទាក់ហើយស្មើជើងដេកយ៉ាត់ល្ងងខ្លៅគិតថាលុយចូលហោប៉ៅសន្សំថ្លៃដឹកជញ្ជូនឲ្យមានសុវត្ថិភាពលោកចាងក្នុងរយៈពេល40ត្រូវតែដឹកទំនិញទាំងអស់ចេញបើតាមច្បាប់ចាត់ទុកថាបញ្ចប់ការប្រកួតបើទំនិញមានបរិមាណសម្ពាធលើការគ្រប់គ្រងដឹកជញ្ជូនយើងធំណាស់ព្រោះវាជារបស់ស្រុកម្ចាស់យូដែលក្រីក្រនោះគ្រាន់តែយករថយន្តដឹកទំនិញពីទីក្រុងចិត្តខាងមកដឹកអស់ពេលខ្ញុំបានកិច្ចសន្យាផ្ដាច់មុខគេខ្ញុំនឹងរករឿង100យ៉ាងថាបន្លែគេមានថ្នាំសម្លាប់សត្វល្អិតច្រើននិងគុណភាពមិនល្អពេលនោះប្រាក់$500,000នេះខ្ញុំនឹងឲ្យគេសងមកវិញទាំងដើមទុនហើយយកដីគេមកផងហាទាំងអស់គ្នាប្រុងប្រយ័ត្នឲ្យមែនទេផ្លែស្ទ្រូប៊ឺរីឈឹងសាន់ជីនេះជាទំនិញល្អបំផុតរបស់ភូមិយើងបើប៉ះពាល់បន្តិចខ្ញុំកាត់ប្រាក់ឈ្នួលមួយថ្ងៃពូជៀនគុកនេះជាលើកទី50ហើយមិនមានប៉ះពាល់អ្វីទេល្អណាស់កូនមានកម្លាំងចិត្តទៅដឹកឡានឲ្យលឿនប្រាប់អ្នកបើកឡានត្រជាក់សីតុណ្ហភាពត្រូវនៅត្រឹម2អង្សាខុសកន្លះអង្សាក៏មិនបានដែរគ្រាន់តែរក្សាសីតុណ្ហភាព48ថ្លៃដឹកជញ្ជូនអស់ជិត100,000ឆេនយ៉ាងឯងលេងធំពេកហើយបើមិនហ៊ានចាញ់ក៏មិនចាំងវៃចង់ឲ្យខ្ញុំអាម៉ាស់ខ្ញុំនឹងឲ្យគេមានពិធីបុណ្យសពដ៏ធំទំនិញ600,000នេះជាអំណោយឲ្យគេទៅកាន់ឋានសួគ៌លោកចាងមានពាក្យចាំអារ៉ាក្រុមហ៊ុនហ្វុងរ៉ាវទិញភូមិចៅយូក្នុងតម្លៃខ្ពស់ដើម្បីវាយប្រហារក្រុមហ៊ុនឈឹងសាន់យូសៀនតាពិតទេអ្នកសារព័ត៌មាននិយាយថ្លៃពេកឈឹងសាន់យូសៀនដែលប្រើរឿងរ៉ាវអារម្មណ៍និងសេដ្ឋកិច្ចបែបបុរាណមិនសមនឹងក្រុមហ៊ុនហ្វុងរ៉ាវយើងវាយប្រហារយើងមកដល់ភូមិចៅដើម្បីកែតម្រូវឧស្សាហកម្មនេះតែគេខ្លះកំពុងនាំផ្លូវខុសឲ្យគ្រប់គ្នាឃើញសមត្ថភាពពិតនិងខ្សែសង្វាក់គុតគង់ដែលកសិករពេញចិត្តសេស៊ូសួស្ដីមិត្តអ្នកសារព័ត៌មានប្រាប់គេថាហេតុអីអញចាក់ចេញពីពន្លឺមករកយើងចូលរួមជាមួយសម្បុកឃ្មុំចាំបាច់ត្រូវនិយាយទៀតលោកចាងឲ្យលុយច្រើនណាស់មិនត្រឹមតែថ្លៃខ្ពស់ថែមទាំងសងភូមិខ្ញុំម្ដងដាក់មុន3ឆ្នាំល្ងងណាស់ទើបមិនដឹងថាត្រូវជ្រើសដាក់សុទ្ធ5លានយ៉នទៅតាមសម្ព័ន្ធចាស់នោះច្បាប់ច្រើនណាស់រកមិនចប់យើងកសិករស្គាល់តែលុយអ្នកណាឲ្យច្រើនយើងធ្វើឲ្យអ្នកនោះហាល្អណាស់ចៅសេស៊ូនិយាយត្រង់ណាស់ខ្ញុំចូលចិត្តធ្វើចំនួនជាមួយមនុស្សបែបនេះចិត្តដល់ម៉ោងហើយខ្ញុំបានផ្ញើលិខិតអញ្ជើញទៅឆេនយ៉ាពីក្រុមហ៊ុនឈីងសានគួរឲ្យស្ដាយគាត់មិនហ៊ានមកប្រជុំមុខជាមួយរឿងញ៉ៃញ៉ៃនេះទេអញ្ចឹងយើងមិនចាំទេចុះកិច្ចសន្យាឲ្យអ្នកសារព័ត៌មានធ្វើសັບពីពេលនេះទៅផលិតផលកសិកម្មទាំងអស់របស់ភូមិស្ថិតក្រោមក្រុមហ៊ុនហ្វុងរ៉ាវប្រើផ្លូវលបឿនលឿនរបស់ក្រុមហ៊ុនដើម្បីផ្ទេរប្រាក់មុន5លានចូលកាន់នីភូមិចៅយូឥឡូវនេះខ្ញុំចង់ឲ្យគ្រប់គ្នាឃើញជឿជាក់នឹងលបឿនរបស់ហ្វុងរ៉ាវលោកចាងលុយចូលឲ្យពិតមែនពិតណាស់ខ្ញុំថាហ្វុងរ៉ាវឲ្យបានចៅសេស៊ូលុយនេះក្តៅដែរក្តៅទេលុយនេះដូចជាភ្លៀងធ្លាក់រដូវរងរញ្ជួយដីសំលេងអីនេះជាអីរថយន្តត្រជាក់របស់ឆេនយ៉ាងគាត់មកធ្វើអីឆេនយ៉ាងឯងនាំមនុស្សច្រើនមកធ្វើអីនេះជាកន្លែងចុះកិច្ចសន្យារបស់ហ្វុងរ៉ាវឯងកំពុងរំខានសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសន្តិសុខចាប់គាត់ដេញចេញបណ្ដេញខ្ញុំចេញទៅលោកចាងមិនមែនអ្នកផ្ញើសម្បត្តិអញ្ជើញឲ្យខ្ញុំមកមើលរឿងល្ខោនបងប្អូនអ្នកសារព័ត៌មានគិតយូរទាំងអស់សួស្ដីប៉ុន្មានសូមស្វាគមន៍មកកាន់ពិធីចុះហត្ថលេខារវាងសម្ព័ន្ធឈិនសាននិងក្រុមហ៊ុនហ្វុងរ៉ាវអីយ៉ាឯងនិយាយអីចម្លែកម្លេះពិធីបរិច្ចាគអីនេះជាកិច្ចសន្យាផ្ដាច់មុខជាមួយចៅជីយុនចៅជីស៊ូសូមលោកពន្យល់ដល់អ្នកសារព័ត៌មានលុយ$500,000ពីហ្វុងរ៉ាវឥឡូវណែណាអ្នកសារព័ត៌មានមើលឲ្យច្បាស់ទើបតែមួយផ្លេតក្រុមហ៊ុនហ្វុងរ៉ាវបានផ្ទេរលុយបង់មុន$500,000ចូលកាន់នីចៅខ្ញុំបានផ្ទេរវាតាមប្រព័ន្ធធនាគារអនឡាញចូលទៅក្នុងសម្ព័ន្ធឈិនសានមូលនិធិអភិវឌ្ឍហេដ្ឋារចនាធនាគារសាធារណៈលុយ$500,000នេះលោកចាំងវៃតំណាងហ្វុងរ៉ាវបានបរិច្ចាគភូមិយើង15ភូមិសង់ផ្លូវដោយប្រើប្រាស់3ផ្នែកឯងក្បត់ខ្ញុំឯងជាអ្នកស្រែចម្ការហ៊ានបោកខ្ញុំក្នុងកិច្ចសន្យាសរសេរច្បាស់ថាទិញនេះជាការបោកប្រាស់ខ្ញុំនឹងប្តឹងឯងពីបទលោកចាងនិយាយអីក៏ត្រូវនិយាយឥតប្រយោជន៍មាត្រា15ក្នុងកិច្ចសន្យាទី1ទទួលលុយ$500,000ត្រូវដាក់ទំនិញទាំងអស់នៅទីលានភូមិ
ភាគីទី2ត្រូវយករថយន្តមកដឹកក្នុង48ម៉ោងបើហួសពេលភាគីទី2បាត់សិទ្ធិលើទំនិញហើយលុយបង់មុនមិនសងវិញលោកចាងមិនត្រឹមតែចុះហត្ថលេខាទេថែមទាំងផ្ទេរលុយពេញក្នុងរយៈពេលរួចរាល់អញ្ចឹងក៏មិនការខាត់សិទ្ធិកើតឡើងបើខ្ញុំមិនដឹកទំនិញក្រុមហ៊ុនខ្ញុំមានរថយន្តច្រើនទូបន្លែចៅជីយន្តដាក់ពេញទីនេះថ្ងៃនេះខ្ញុំដឹកអស់ឯងមិនអាចកិននាខ្ញុំលោកមើលឲ្យច្បាស់ទៅបងប្រុសចៅដឹកទំនិញចុះលោកចាងក្នុងកុងត្រាហូសេតែទទួលទំនិញពីតែមិនបានហាមគ្រួសារចៅទិញមិនទាន់ពីភូមិទេទៀតទេដូច្នេះខ្ញុំដឹកមកឲ្យអស់បីលើរាប់ថយក្រោយក្នុងរយៈពេល40សូមលោកចាងចាត់ឲ្យរកឡានត្រជាក់គុណភាពខ្ពស់គ្រប់គ្រាន់ដឹកចេញពីភ្នំនេះបើខ្វះ1តោនឬផ្លែស្ប្រាក់ដាក់ប្រាក់5សែនយួនខ្ញុំនឹងចាត់ទុកជាអំណោយហើយទទួលយកដោយរីករាយឯងជាអារៈលោកចាងភ្ញាក់ឡើងហើយឡានពេទ្យឲ្យលឿនតាមដំណឹងក្រុមហ៊ុនហ្វុងរ៉ៅទីបាត់ប្រកួតប្រជែងដោយអយុត្តិធម៌នឹងគុំនឹងកសិកម្មថ្នាក់ខ្ពស់តម្លៃ6សែនជាប់គាំងនៅគ្រួសារចៅដោយសារមិនបានរលួយខូចខាតយ៉ាងច្រើនដោយសាររឿងអាស្រូវនេះភាគហ៊ុនហ្វុងរ៉ៅធ្លាក់ដល់ជាន់តាំងពីបាត់ប្រាក់ទីផ្សាររលីជាង 10,000 លានក្រុមប្រឹក្សាពិបាលបានចេញសេចក្តីប្រកាសបណ្តេញចេញលោកចាំបីទាំងអស់នឹងរក្សាសិទ្ធិដាក់ពាក្យបណ្ដឹងហាសប្បាយណាស់សប្បាយខ្លាំងចេញយ៉ាងឯងមិនបានទៅមើលក្រោយពីចាំងវៃដឹងខ្លួនគាត់រកឡានដឹកទំនិញមកដឹកទំនិញតែឡានមិនទាន់ចេញពីខេត្តផងផ្លែស្បឺរីនិងស្បៃភ្នំដែលឆ្ងាញ់ក៏លួយអស់ចប់ត្រូវគេយកទៅចាក់ចោលហាប្រាក់ពិន័យ5សែនយួនបានជាប់គាំងអ្នកនិយមធំកំពុងតម្រង់ជួចាក់លុយឲ្យយើងតម្លៃតម្លៃមួយខ្ពស់ជាងមួយលោកចេញពេលណាយើងចាប់ដើមរៃអង្គាសជុំមិនរៃទេឱកាសល្អបែបនេះលុយដើមទុនមានក្លិនលុយទុននេះវាមានក្លិនឈាមគឺគោលរបស់ឈៀងសានយូសានគឺនៅក្នុងចិត្តមនុស្សចែកលុយ5សែននោះទាំងអស់ទៅនៅភូមិសម្ព័ន្ធទាំង10សង់សាលារៀនកម្រិតខ្ពស់មួយក្នុងមួយភូមិហើយបង្កើតមូលនិធិជួយព្យាបាលជំងឺធ្ងន់សម្រាប់អ្នកភូមិទាំងអស់យកឲ្យខ្ញុំទៅធ្វើភ្លាមលោកចេនមើលនេះសុទ្ធតែសម្ភារៈបរិស្ថានតុកៅអីសុទ្ធតែតាមស្តង់ដារសាលារៀនធំក្នុងខេត្តខែក្រោយកូនភ្នំរបស់យើងនឹងអាចនៅក្នុងភូមិខ្លួនប្រើអេក្រង់ធំធំមេឌីរៀនបានហើយការអប់រំនិងសុខភាពជួបថ្ងៃក្រោយយើងមិននៅសាលាទាំងនេះនៅតែជាឈៀងសានយូរលឹងរបស់យើងមិនបាត់ទេលោកចេញជាងស៊ូរោងផ្លែស្បឺរីនៅប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពបានជួសជុលក៏ពិនិត្យថ្នាំសម្រាប់សត្វល្អិតក៏បានសាកល្បងហាក្មេងប្រុសល្អធ្វើបានល្អណាស់លោកចេញក្មេងនេះឥឡូវជាអនុប្រធានផ្នែកផលិតកម្មនៃរោងចក្រទី2ហើយគ្រប់គ្រងមនុស្សជាង30នាក់ចំណាយពេលយប់ថ្ងៃនៅក្នុងរោងខំប្រឹងជាងអ្នកណាទៀតលោកចេនខ្ញុំមិនបានធ្វើឲ្យលោកខូចមុខទេខ្ញុំធ្លាប់និយាយបើធ្វើមិនបានល្អស្លាប់ក្នុងរណ្ដៅលាមកឥឡូវខ្ញុំរកលុយដោយដៃខ្លួនឯងរស់នៅដោយថ្លៃថ្នូរខំប្រឹងទៀតផ្លូវនៅវែងឆ្ងាយបាត់លោកចេនមីងយ៉ាងហ្វៃប្រើលុយដែលអ្នកទុកបើកហាងអាហារពេលព្រឹកនៅក្រុងរកស៊ីល្អណាស់បើទំនេរមកលេងវិញមីងនឹងធ្វើតាហ៊ូដែលអ្នកចូលចិត្តមិនត្រឡប់ទេសម័យរបស់ខ្ញុំទើបតែចាប់ផ្ដើម